ទាំងនេះគឺពិបាកធ្វើឲ្យគាត់ចាប់យកនៅក្នុងការសិក្សាហើយចំណាយពេលវេលាយូរហើយគាត់គិតថាមិនសូវជាបានទទួលផលចំណេញអ្វីខ្លះសម្រាប់លើខ្លួនគាត់ផ្ទាល់យ៉ាងណាមិញចាកម្មវិធីជីតិនប៉ុស្តិ៍21ដែលកម្មវិធីរបស់នាងខ្ញុំនឹងធ្វើការបង្ហាញនៅជីវប្រវត្តិរបស់បងអូនស្រីពៅនៅក្នុងកម្មវិធីរបស់នាងខ្ញុំនៅក្នុងពេលបន្តិចទៀតនេះចាគឺបងអូនស្រីមានកុសលមួយគួរឲ្យកត់សរសើរគឺបងអូនស្រីអាចចេះស្មូតមិនត្រឹមតែប៉ុណ្ណោះក្នុងនាមបងអូនស្រីជាកូនកសិករមួយរូបដែលរស់នៅក្នុងទឹកដីនៃខេត្តកំពង់ស្ពឺដែលក្រោមការគ្រប់គ្រងឪពុកម្ដាយជាអ្នកកសិករហើយក៏បានផ្ដល់ការលើកទឹកចិត្តឲ្យបងអូនស្រីចាក្រេបយកនៅចំណេះវិធីអ្វីដែលបងអូនស្រីស្រឡាញ់រហូតដល់បានទទួលជោគជ័យចាបងអូនស្រីមានវត្តមាននៅក្នុងកម្មវិធីរបស់នាងខ្ញុំនៅក្នុងពេលបន្តិចទៀតនេះដើម្បីបង្ហាញពីស្នាដៃរបស់បងអូនស្រីហើយហាក់ដូចជាបង្ហាញដល់បងប្អូនយុវតីនិងយុវជនទាំងឡាយឲ្យងាកមកស្រឡាញ់អ្វីដែលជាទំនៀមទម្លាប់អ្វីដែលជាប្រពៃណីរបស់ខ្មែរយើងជាពិសេសដូចជាតកតងទៅនឹងការសូត្រឬក៏ស្មូតអញ្ចឹងព្រោះថានេះគឺមានតាំងពីសម័យចតុមុខឬក៏សម័យលង្វែងដែលដូនតារបស់យើងបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយគ្រប់និងប្រតិបត្តិតគ្នាត្រូវក្រេបយកចំណេះវិជ្ជាទាំងអស់នេះដែលជាអត្តសញ្ញាណរបស់យើងដើម្បីបន្តរហូតកុំឲ្យមានការបាត់បង់ចាបើអញ្ចឹងមុននឹងលោកស្រីអ្នកនាងកញ្ញាស្វាគមន៍វត្តមានបងអូនស្រីភឿនស្រីពៅនៅក្នុងកម្មវិធីជីតិនប៉ុស្តិ៍21របស់នាងខ្ញុំសូមលោកអ្នកទទួលស្ដាប់និងទស្សនានៅជីវប្រវត្តិសង្ខេបខ្លីៗរបស់បងអូនស្រីភឿនស្រីពៅនៅក្នុងកម្មវិធីជីតិនប៉ុស្តិ៍21សូមលោកអ្នកទទួលស្ដាប់និងទស្សនាដូចតទៅកញ្ញាភឿនស្រីពៅអាយុ20ឆ្នាំកញ្ញាមានស្រុកកំណើតនៅភូមិត្រពាំងពោឃុំវាលស្រុកកងពិសីខេត្តកំពង់ស្ពឺមានឪពុកឈ្មោះភុំមែនម្ដាយឈ្មោះរតសារ៉ានដែលអ្នកទាំងពីរគឺជាកសិករកញ្ញាមានបងប្អូនបង្កើតចំនួន5នាក់ប្អូនស្រីគឺជាកូនទី4កាលពីកុមារភាពប្អូនស្រីត្រូវបានឪពុកម្ដាយបញ្ជូនឲ្យទៅសិក្សានៅសាលាបឋមសិក្សាជ្រៃហូបភ្នៅនិងអនុវិទ្យាល័យសូវណ្ណគិរីរួចក៏ទៅបន្តការសិក្សានៅវិទ្យាល័យនរោត្តមរណរិទ្ធហៅជំរុករហូតដល់ខែវិច្ឆិកាឆ្នាំ2007កញ្ញាភឿនស្រីពៅបានទទួលអាហារូបករណ៍អំពីអង្គការសិល្បៈខ្មែរអមតៈមកបន្តការសិក្សានៅវិទ្យាល័យស៊ីសុវណ្ណនិងសាកលវិទ្យាល័យបញ្ញាសាស្ត្រកញ្ញាស្រីពៅបានចាប់ផ្ដើមរៀនស្មូតនៅអង្គការសិល្បៈខ្មែរអមតៈនៅខែមករាឆ្នាំ2004ជាមួយលោកគ្រូព្រំអ៊ុតនិងអ្នកគ្រូកើតរាននិងបានបន្តការសិក្សាផ្នែកស្មូតកំណាព្យនេះជាមួយនឹងលោកសាស្ត្រាចារ្យយ៉ានប៊ូរិនតាំងពីដើមឆ្នាំ2008រហូតដល់បច្ចុប្បន្នចាប់តាំងពីប្អូនស្រីចេះស្មូតមកប្អូនបានទទួលការអញ្ជើញពីចាស់ទុំនៅក្នុងស្រុកភូមិឲ្យទៅស្មូតតាមពិធីបុណ្យទាននានានិងនៅតាមទីវត្តអារាមផងដែរនៅពេលដែលបានស្មូតម្ដងស្រីពៅតែងតែមានអារម្មណ៍រំភើបនិងត្រេកអរជាខ្លាំងព្រោះមានគេសរសើរថាប្អូននៅក្មេងប៉ុន្តែអាចមានទឹកដមសម្លេងស្មូតបានយ៉ាងល្អមិនចាញ់អ្នកជំនាញរៀមច្បងឡើយដោយសារការលើកទឹកចិត្តនេះហើយទើបធ្វើឲ្យស្រីពៅមានកម្លាំងចិត្តខិតខំរៀនសូត្ររហូតមកនៅក្នុងអំឡុងឆ្នាំ2006ដល់ឆ្នាំ2007ស្រីពៅបានចូលរួមនៅក្នុងកម្មវិធីមហោស្រពសិល្បៈខ្មែរជាមួយអង្គការសិល្បៈខ្មែរអមតៈនៅក្នុងខេត្តបាត់ដំបងនៅពេលនោះហើយដែលធ្វើឲ្យមានភ្ញៀវជាតិនិងអន្តរជាតិស្គាល់អំពីទេពកោសល្យរបស់ស្រីពៅនិងចាប់អារម្មណ៍លើរូបស្រីពៅតាមរយៈទឹកដមសំនៀងដ៏ក្រអួនក្រអៅពុនលោកមៀងម្ដាយអើយដោយសារការខិតខំប្រឹងប្រែងទាំងនេះទើបប្អូនទទួលបានជោគជ័យនៅក្នុងការឈោងចាប់យកឱកាសពីការអញ្ជើញទៅសម្ដែងនៅសហរដ្ឋអាមេរិកដល់ទៅ2លើកកាលពីឆ្នាំ2010កន្លងទៅនេះលើកទី1នៅខែមេសាគឺសម្រាប់បុណ្យចូលឆ្នាំខ្មែរនិងលើកទី2នៅខែកញ្ញាសម្រាប់បុណ្យភ្ជុំបិណ្ឌពេលនោះស្រីពៅបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនខ្មែរនៅសហរដ្ឋអាមេរិកបច្ចុប្បន្នក្រៅអំពីការរៀនសូត្រខ្លួនឯងស្រីពៅបានបង្រៀនសិស្សជាង30នាក់នៅអង្គការខ្មែរស្ម័គ្រចិត្ត
ដើម្បីការអភិវឌ្ឍហៅកាត់ CVCD ទៅបើកថ្នាក់ស្មូតហ្នឹងនៅចិត្តភូមិនាងខ្ញុំនៅខេត្តកំពង់ស្ពឺអញ្ចឹងនាងខ្ញុំមានឱកាសចូលរៀននាងខ្ញុំនៅក្រោមការគ្រប់គ្រងរបស់គាត់អញ្ចឹងមានកិច្ចការនៅក្នុងហ្នឹងនាងខ្ញុំជួយទៅក្នុងហ្នឹងដែរសូមអរគុណម្ចាស់ឧបត្ថម្ភកម្មវិធី EasyCom Infinity Insurance ស្វាគមន៍សាជាថ្មីនៅក្នុងកម្មវិធី CTN ប៉ុស្តិ៍21នៅពេលដែលលោកស្រីនាងកញ្ញាបានទទួលស្ដាប់នៅជីវប្រវត្តិរបស់បងអូនស្រីចាភឿនស្រីពៅនៅក្នុងកម្មវិធី CTN ប៉ុស្តិ៍21ហើយនៅក្នុងពេលនេះចាបងអូនស្រីពៅក៏មានវត្តមាននៅក្នុងកម្មវិធីរបស់នាងខ្ញុំបញ្ចឹងស្វាគមន៍បងអូនស្រីភឿនស្រីពៅចាជំរាបសួរបងស្រីចាអរគុណដែលបានចូលរួមនៅក្នុងកម្មវិធីរបស់បងចាបងចាជាដំបូងមានអ្វីស្វាគមន៍ចំពោះទស្សនិកជនចាសូមចាជាបឋមនេះខ្ញុំសូមគោរពជំរាបសួរទៅដល់សម្ដេចត្រង់អាដាមលោកញ៉ាលោកជំទាវអស់លោកស្រីនាងកញ្ញាទូរទស្សនិកជនទាំងអស់ដែលកំពុងទស្សនាកម្មវិធី CTN ប៉ុស្តិ៍21ចាចាធ្លាប់ទស្សនានៅក្នុងកម្មវិធីរបស់បងទេចាធ្លាប់ចាហើយចុះផ្ញើឯកសារតាក់ទងទៅនឹងការងាររបស់បងអូនមកប្រហែលខែដែរក្នុងកម្មវិធីបងយូរដែរចាហេតុអ្វីបានជាគិតថាចង់បង្ហាញពីស្នាដៃរបស់ខ្លួនឯងចាព្រោះចង់បង្ហាញអំពីបទពិសោធន៍របស់នាងខ្ញុំផ្ទាល់ជូនទៅដល់យុវវ័យផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាចាព្រោះកម្មវិធីរបស់បងមិនមែនសម្ភាសតែតាក់ទងទៅនឹងសិល្បៈតែប៉ុណ្ណោះទេសូម្បីតែអ្នកដែលគាត់មានស្នាដៃក៏ត្រូវបង្ហាញអំពីជីវិតនៃការតស៊ូដូចស្រីពៅអញ្ចឹងតម្រាំនឹងបងត្រូវបានសម្ភាសត្រូវរងចាំចាបងចារងចាំរយៈពេលយូរដែរតម្រាំនឹងគិតថាត្រូវអាចសម្ភាសបានព្រោះថាវាមានអ្នកដែលបានចូលរួមនឹងច្រើនពេកចាបងចាហើយយល់ឃើញយ៉ាងណាដែរចំពោះកម្មវិធីនេះដែលបងបានចូលរួមចានាងខ្ញុំយល់ឃើញថាកម្មវិធីនេះគឺជាកម្មវិធីមួយដ៏ល្អចាដើម្បីឲ្យរូបនាងខ្ញុំផ្ទាល់ដូចជាសិល្បករនេះដទៃទៀតបញ្ចេញនៅបទពិសោធន៍ផ្ទាល់ខ្លួនដូចជាទេពកោសល្យផ្ទាល់ខ្លួនចាស្រីពៅមានបងប្អូនទាំងអស់ចំនួន5នាក់ស្រីពៅជាកូនទី4ចាបងពួកគាត់មានគ្រួសារអស់ហើយនៅគាត់មាន3នាក់រៀបការរួចហើយនៅបងពៅម្នាក់ទៀតហើយនឹងស្រីពៅទៀតចា2នាក់ទៀតណាចាហើយឪពុកម្ដាយគាត់សពថ្ងៃអត់មានប្រកបកិច្ចការងារអីទេធ្វើស្រែចម្ការចានៅធ្វើស្រែដដែលឬមួយក៏គាត់ឈប់ហើយគាត់នៅធ្វើដដែលអញ្ចឹងហ៎នៅកំពង់ស្ពឺនៅធ្វើតាំងលោកពុកអ្នកម្ដាយធ្វើស្រែទាំងអស់គ្នាចាព្រោះថាគេកំណើតរបស់យើងមកយើងមិនចោលទេណាចាបងបើចោលមានអីចិញ្ចឹមកូន15ចាបងចាស្រីពៅមកនៅភ្នំពេញប្រហែលឆ្នាំហើយអញ្ចឹងចាបងចាប់ពីឆ្នាំ2007ចាមកដល់បច្ចុប្បន្នមកនៅជាមួយបងប្អូនជួលផ្ទះគេនៅចឹងអត់មានផ្ទះបងប្អូននៅពេញទេមានដែរប៉ុន្តែដូចថានាងខ្ញុំរៀនសិក្សាអញ្ចឹងបើយើងនៅកន្លែងដាច់អញ្ចឹងចាក៏វាល្អសម្រាប់ការសិក្សាចានៅជាមួយអ្នកណាខ្លះអញ្ចឹងផ្ទះនោះវាមានបន្ទប់ដាច់ពីគ្នាអញ្ចឹងនាងខ្ញុំនៅអ្នកម៉ាក់មកនៅជាមួយទេអត់ទេនៅតែឯងម្ដងម្កាលកាលហ្នឹងយើងមានមិត្តភ័ក្តិនៅចិត្តគ្នាអញ្ចឹងតែចាសប្តាហ៍ថ្ងៃកំពុងបន្តការសិក្សាខាងផ្នែកជំនាញអ្វីនាងខ្ញុំនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រហ្នឹងផ្នែកតំណែងតំណងការបរទេសចាឆ្នាំទីប្រហែលហើយឆ្នាំទី2ហើយបងប្រហែលឆ្នាំទៀតចប់2ឆ្នាំទៀតចប់បើសិនជាចប់ទៅត្រូវយកមុខជំនាញអ្វីដែលយើងសិក្សាត្រូវបំពេញការងារនេះទេឬមួយក៏ត្រូវឆ្លាញ់មុខជំនាញណាផ្សេងមុខជំនាញហ្នឹងក៏ឆ្លាញ់ហើយម្យ៉ាងទៀតផ្នែកកំណាបហ្នឹងគឺនៅតែបន្តរហូតចាប៉ុន្តែបងអូនរើសយកមុខជំនាញនេះត្រូវហើយព្រោះថាការតំណែងជាមួយនឹងការបរទេសហើយណាមួយយើងមានទេពកោសល្យសិល្បៈរបស់យើងគឺសូត្រកំណាបនិងស្រាប់អញ្ចឹងការយើងចេះភាសាទៀតគឺជារឿងមួយដ៏សំខាន់សម្រាប់ខ្លួនយើងចាបងចាឥឡូវនេះបងរំលឹកពីអតីតកាលនៃការងាររបស់ស្រីពៅខ្លះណាតាមពិតស្រីពៅគឺជាអ្នកនៅឯខេត្តកំពង់ស្ពឺប៉ុន្តែដោយសារតាមរយៈអង្គការសិល្បៈខ្មែរអមតៈចាក៏បានជ្រើសរើសប្អូនឲ្យទៅបន្តការសិក្សានៅអង្គការរបស់គាត់ចានៅពេលដែលគេសម្លឹងឃើញប្អូនយកទៅ
បណ្ដុះបណ្ដាលចំណេះវិជ្ជាតើបងអូនគេសម្លឹងឃើញបងអូននៅចំណុចសំខាន់យ៉ាងណាខ្លះ ចាការនោះទី1ហ្នឹងគឺបន្ទាប់ពីនាងខ្ញុំបានចូលរួមមហោស្រពសិល្បៈនៅខេត្តបាត់ដំបងហ្នឹងឃើញថាខាងអ្នកគ្រប់គ្រងនៅក្នុងអង្គការគាត់ឃើញថាខ្ញុំហ្នឹងក្មេងប៉ុន្តែរៀនផ្នែកស្មូតខុសពីដូចថាក្មេងដតីទៀតធម្មតាផ្នែកស្មូតហ្នឹងគេខ្លាចគ្រប់គ្នាហេតុអីបានជានាងខ្ញុំហ្នឹងសម្រាប់ចិត្តចូលចិត្តរៀនខាងហ្នឹងហើយមានទេពកោសល្យខាងហ្នឹងអញ្ចឹងគាត់គិតថាខ្ញុំអាចបន្តមុខជំនាញនេះទៅក្មេងចំនួនក្រោយទៀតបានអញ្ចឹងគាត់ក៏ជ្រើសរើសឲ្យនាងខ្ញុំមកបន្តផ្នែកចំណេះដឹងទូទៅហើយនឹងភាសាអង់គ្លេសឲ្យវាស្របគ្នាទាំងអស់ចាអញ្ចឹងដោយសារគេឃើញទេពកោសល្យរបស់យើងស្រាប់ចុះហេតុអីបានជាបងអូនមានចំណងចិត្តខាងផ្នែកសូត្រកំណាព្យទី1ដោយសារតែអាកាសបងគឺខាងសិល្បៈខ្មែរមតៈគាត់ទៅបើកថ្នាក់ស្មូតហ្នឹងនៅចិត្តភូមិនាងខ្ញុំនៅខេត្តកំពង់ស្ពឺអញ្ចឹងនាងខ្ញុំមានឱកាសចូលរៀនហើយតទៅពីនាងខ្ញុំបានចេះមួយបទពីរបទអញ្ចឹងទៅចេះសូត្រនៅតាមភូមិតាមអីគឺចាស់គាត់ចូលចិត្តគាត់ទៅសើអញ្ចឹងទៅចេះតែខំរៀនបន្ថែមទៀតរហូតអញ្ចឹងបានន័យថាធម្មជាតិរបស់យើងគឺមានសម្លេងពីរោះស្រាប់បងហើយរួមជាមួយនឹងការយើងចូលចិត្តក៏យើងសូត្រសាកប៉ុន្តែអ្នកភូមិចូលចិត្តវាធ្វើឲ្យយើងមានចំណងអញ្ចឹងទៅខាងសិល្បៈខ្មែរអមតៈក៏ចាប់អារម្មណ៍ក៏ឃើញថាយកបងអូនមកបន្តការសិក្សាបងអញ្ចឹងចំណេះវិជ្ជាអ្វីដែលបងអូនមានគឺក្រោមការគ្រប់គ្រងរបស់ខ្មែរអមតៈទាំងអស់ការផ្គត់ផ្គង់បន្តការសិក្សានៅសាកលវិទ្យាល័យបញ្ញាសាស្ត្រក៏លើខ្មែរអមតៈដែរលើគាត់ទទួលបន្ទុកអ្វីខ្លះទៅលើបងអូនទៅលើការញ៉ាំការស្នាក់នៅការធ្វើដំណើរហើយនិងការសិក្សាខ្ញុំមកចាប់លើការចូលរៀនវិទ្យាល័យរហូតដល់ចប់សាកលវិទ្យាល័យបញ្ចប់ហ្នឹងទៅគាត់ឈប់ទំនុកបំរុងប៉ុន្តែយើងត្រូវមានបំពេញការងារអ្វីជូនដល់គាត់អ្វីខ្លះដែរទៅទី1ដូចថានាងខ្ញុំនៅក្រោមការគ្រប់គ្រងរបស់គាត់អញ្ចឹងមានកិច្ចការនៅក្នុងហ្នឹងនាងខ្ញុំជួយទៅក្នុងនឹងដែរហើយក៏នាងខ្ញុំមានបំណងថានឹងធ្វើការនៅក្នុងនឹងដែរផលពិបាកសម្រាប់បងអូននៅយ៉ាងម៉េចដែរដោយអត់មានទេឬមួយក៏មានការផលពិបាកខ្លះសម្រាប់ការផលពិបាកហ្នឹងគឺរស់នៅក្នុងទីក្រុងភ្នំពេញហ្នឹងដូចថាយើងក្រុមគ្រួសារនៅឆ្ងាយអីអញ្ចឹងយើងមានការនឹករលឹកអីអញ្ចឹងដែរប៉ុន្តែសម្រាប់អីផ្សេងដូចជាអត់មានដោយសារតែយើងមានអ្នកទំនុកបំរុងចឹងមានខ្វះខាតអីព្រោះថាការបងការរស់នៅគឺនៅលើខាងអង្គការខ្មែរអមតៈទាំងអស់គិតថាភ័ព្វសំណាងរបស់យើងទេនៅពេលដែលយើងចង់បានចំណេះវិជ្ជាអ្វីមួយហើយអង្គការខ្មែរអមតៈនេះគឺបានជួយដល់យើងនាងខ្ញុំតែងតែគិតថានាងខ្ញុំមានសំណាងមានសំណាងលើសិស្សដទៃទៀតចឹងថាមានគេមើលឃើញហើយគេជួយសពគ្រប់ទាំងអស់និយាយទៅគេឲ្យយើងពិបាកចិត្តទៅលើអីមួយថាចង់រៀនផ្នែកអីអញ្ចឹងដែលសមស្របគេផ្ដល់ឲ្យយើងរៀនបងអូនយល់ឃើញថាការស្មូតធម្មតាសិស្សានុសិស្សផ្សេងគាត់មិនសូវតែមានការចាប់អារម្មណ៍ទេបើនិយាយអំពីសិល្បៈគាត់អាចចាប់អារម្មណ៍ទៅខាងផ្នែកចម្រៀងប្រពៃណីឬក៏សម័យឬក៏របាំអីផ្សេងតែស្មូតគាត់មិនសូវគាត់គិតថាការដែលយកចំណេះវិជ្ជានេះចំណាយពេលវេលាយូរហើយបើសិនជាយើងរកថវិកាមិនសូវបានចុះហេតុអីបានជាបងអូនសម្រេចចិត្តដោយគិតថាបងអូនត្រូវទៅយកមុខជំនាញនេះដូចថាដោយសារតែគេមិនចូលចិត្តដូចថាទើបនាងខ្ញុំហ្នឹងចូលចិត្តដោយសារតែមុខវិជ្ជានេះវាជាសិល្បៈរបស់ខ្មែរយើងដែលមានអាយុកាលយូរលង់តាំងពីសតវត្សទី1រហូតមកអញ្ចឹងបើសិនជានាងខ្ញុំអត់រៀនឥឡូវគ្រូចាស់គាត់មានតិចទៀតអញ្ចឹងនាងខ្ញុំត្រូវតែខំប្រឹងព្រោះវាជាសិល្បៈដែលជារបស់ខ្មែរយើងទេពកោសល្យនៃការដែលយើងត្រូវតែក្រេបយកចំណេះវិជ្ជាមុខជំនាញស្មូតទាមទារឲ្យយើងមានសមត្ថភាពផ្ទាល់ខ្លួនយើងអ្វីខ្លះទី1គឺសំឡេងហើយការអត់ធ្មត់ដោយសារតែសិល្បៈស្មូតនេះគឺវាអត់សុបាយបងពេលរៀនត្រូវការតាំងសមាធិធ្វើមិនឲ្យអារម្មណ៍យើងស្ងប់ហើយសូត្រទៅលងលោចអញ្ចឹងវាអត់មានសុបាយអញ្ចឹងយើងត្រូវការព្យាយាមខ្ពស់វាធ្វើឲ្យយើងត្រូវបដូរផ្លាស់អេតយ៉ាបត់យើងទាំងអស់ពេលដែលយើងត្រូវស្មូតអ្វីដែលភាពឆេវឆាវរបស់យើងត្រូវអត់ធ្មត់ត្រូវស្ងប់និយាយទៅមុខជំនាញនេះវាជួយបង្រៀនខ្លួនយើងទេបរៀនឲ្យផ្ដល់ផលប្រយោជន៍ច្រើនទីមួយយើងដឹងអំពីខាងសាសនាយើងក៏ដឹងច្រើនអំពីខាងពុទ្ធសាសនាអំពីការអប់រំចិត្តគឺផ្ដល់ច្រើនវាធ្វើផ្ដល់ទាំងចំណេះវិជ្ជាវាផ្ដល់ទាំងដែលយើងចេះអាចបត់បែនអេតយ៉ាបត់ខ្លួនរបស់យើងថែមទៀតផង
បង្រៀនឲ្យយើងពីមនុស្សឆេវឆាវទៅជាមនុស្សស្លូត ចា ចាហើយចុះបើសិនជាអ្នកអាចធ្វើបានតែសំឡេងគាត់មិនព្រោះធ្វើយ៉ាងម៉េច អានេះក៏ពិបាកដែរព្រោះអី Smooth នេះវាទាមទារសំឡេងជាចម្បង ចា ដោយសារមានភ្លេងជួយផងគឺប្រើសំឡេងសុទ្ធ ចា អញ្ចឹងកាលណាសំឡេងអត់បានមានន័យថាគាត់អត់អាចរៀន Smooth បាន ចឹងគាត់ត្រូវតែចាប់ជំនាញផ្សេង ចា ព្រោះថាអ្នកខ្លះគាត់ស្រឡាញ់ប៉ុន្តែសំខាន់បំផុតចម្បងជាងគេគឺសំឡេង សំឡេងចា តែបើសំឡេងយើងអត់ទៅរួចអត់ទេ អត់ទេ ចាបង ចាអរគុណចាលោកអ្នកនៅបានជួយជាមួយនឹងខ្ញុំនៅក្នុងវគ្គក្រោយនៅក្នុងពេលនេះសូមអនុញ្ញាតសម្រាប់វិញផ្លែសិននិយាយអំពីអ្វីដែរទៅ ចា ក្នុង សភៅ សភៅ នេះ នេះ គឺគេនិយាយអំពីប្រវត្តិនៃជនភៀសខ្លួនកម្ពុជានៅសម័យប៉ុលពត សូមអរគុណម្ចាស់ឧបត្ថម្ភកម្មវិធី EasyCom Infinity Insurance ស្វាគមន៍សាជាថ្មីនៅក្នុងកម្មវិធី Season ប៉ុស21ចានៅក្នុងពេលនេះនាងខ្ញុំសូមបន្តកិច្ចសម្ភាសន៍ជាមួយនឹងបងអូនស្រីភឿនស្រីពៅជាបន្តទៀតចាស្ដាប់ការរៀបរាប់របស់បងអូនខ្លះៗនេះគឺជាការព្យាយាមអត់ធ្មត់របស់បងអូនទើបយើងបានជោគជ័យទៅលើការងាររបស់យើងចាក្រោយមកនៅក្នុងជីវប្រវត្តិរបស់បងអូននៅក្នុងឆ្នាំ2010បងអូនក៏បានអញ្ជើញទៅប្រទេសសហរដ្ឋអាមេរិក ចាទៅចំនួនប្រមាណរដ្ឋ ទៅច្រើនបងគឺបើសិនជារាប់ដូចថាយើងមិនអត់ចាំអស់បងចាព្រោះអី សរុប គឺច្រើន ចា ចា តាមរយៈអ្វីដែរទើបឲ្យបងអូនបានឱកាសទៅសម្ដែងនៅទីនោះ ចាគឺតាមរយៈអង្គការសិល្បៈខ្មែរអមតៈជាពិសេស ចា លើកទី1ហ្នឹងគឺមានការឧបត្ថម្ភពីលោកខឿនសំខាន់ ចា ដែលលោកជាអតីតប្រធានសមាគមខ្មែរនៅរដ្ឋ Massachusetts ចា ចា តាមការអញ្ជើញរបស់លោកខឿន ខឿ សំ ន ខាន់ សំខាន់ចា ចាហើយក៏តាមការធ្វើការតំណែងជាមួយនឹងអង្គការខ្មែរអមតៈ ចា ចាអញ្ចឹងទើបឲ្យបងអូនមានឱកាសទៅសម្ដែងនៅទីនោះ ចាបង ចាបងអូនទៅតែម្នាក់ឯងឬមួយក៏ទៅជាក្រុមការងារ ទៅជាមួយនឹងសិល្បករម្នាក់ទៀតគឺគាត់ជាអ្នកតន្ត្រីករ ចា ចា ចាដោយពំនាំនៅឧបករណ៍អ្វីទៅជាមួយ គាត់ចេះច្រើនមានដូចជាខ្សែដៀវត្រខ្មែរខ្សែ ចា 3មានដូចជាបៃពកខ្លុយគាត់ចេះលេងច្រើន ចាអញ្ចឹងបានន័យថាជាដៃគូរបស់បងអូននៅពេលដែលគាត់ប្រគំតន្ត្រីប្រពៃណីរបស់យើងបងអូនជាអ្នកស្មូត ចាបង អូចាគេរៀបចំកម្មវិធីអ្វីខ្លះនៅពេលដែលវត្តមានបងអូនទៅដល់ដើម្បីបង្ហាញអំពីសិល្បៈអ្វីដែលយើងមានជាពិសេសគឺបងអូនជាអ្នកស្មូតឲ្យពួកគាត់ស្ដាប់ ចាពេលដែលទៅហ្នឹងគឺយើងផ្សព្វផ្សាយពីសភៅកំណាព្យមួយដែលសរសេរជាខ្មែរនិងភាសាអង់គ្លេសហ្នឹង ចា គឺមានអាននិងស្មូតអញ្ចឹង ចា រាល់ពេលដែលអានក៏យើងមានភ្លេងកំដរ ចា ហើយនៅពេលដែលយើងសូត្រក៏មានភ្លេងកំដរ ចា ចា តកតងទៅនឹងសិភៅមួយនេះមែនទេ ចាបង ចានេះគឺជាសិភៅដែលបងអូនបានទៅសម្ដែងនៅសហរដ្ឋអាមេរិកនៅ Massachusetts ចាហើយនៅរដ្ឋផ្សេងៗទៀតចាដោយមានចំណងជើងថាអោមហាភ្នំដងរែកចានិយាយអំពីអ្វីដែរទៅ ចា ក្នុង សភៅ សិភៅ នេះ នេះ គឺគេនិយាយអំពីប្រវត្តិនៃជនភៀសខ្លួនកម្ពុជានៅសម័យប៉ុលពត ចា ចាជាស្នាដៃរៀបចំនិពន្ធដោយអ្នកណាដែរ និពន្ធដោយសម្ដេចអគ្គទីប៉ោលីវ៉ាន់ដែលលោកជាលោកសង្ឃប៉ុន្តែដូចថាចូលទីមង្គត ចា ហើយបានរៀបចំឡើងវិញដោយលោកខឿនសំខាន់ផ្ទាល់តែម្ដង ចាគាត់ជាអ្នករៀបចំ ចា ដោយសិភៅនេះបានរៀបចំរួចរាល់អស់ហើយ ចា ហើយបន្ទាប់មកក៏បានអញ្ជើញបងអូនស្រីចាទៅចូលរួមនៅក្នុងកម្មវិធីនោះដើម្បីផ្សព្វផ្សាយអំពីសិភៅនេះ ចាបង ចាបន្ទាប់មកបងអូនស្រីគឺជាអ្នកបង្ហាសំនៀងតាមប្រធានបទកំណាព្យដែលមាននៅក្នុងសិភៅនេះ ចាបងចា ហើយរួមជាមួយនឹងអ្នកតន្ត្រីក៏ទៅជាមួយផងណា ចាបង ចាហើយមានធ្វើជាអ្វីខ្លះចានេះគឺអំបញ្ញមិញនេះចានាងខ្ញុំបង្ហាញអំបញ្ញមិញនេះគឺជាសិភៅចាសិភៅនេះមានលក់ទេអូន នៅក្នុងស្រុកខ្មែរអត់ទាន់មានលក់ទេ ចាមានសម្រាប់នៅក្នុងប្រទេសសហរដ្ឋអាមេរិក ចាតែឲ្យគាត់កំពុងតែរៀបចំថាធ្វើយ៉ាងណាឲ្យបានកូពី ចា មកលក់នៅ ឲ្យ ស្រុ បា ក នលក់ ខ្មែរ ចា ដែរ នេះគាត់រៀបចំឲ្យប៉ុន្តែគាត់មិនបានផ្សព្វផ្សាយជាទូលាយនៅក្នុងការលក់សិភៅនេះទេ ចា ចាគាត់រៀបចំប្រហែលឆ្នាំដែរសិភៅមួយនេះ តាមគាត់និយាយគឺគាត់រៀបចំ2ឆ្នាំ 2ឆ្នាំ ចា តម្រាំនឹងបានហើយសិភៅនេះមួយចានេះគឺជា CD ដែលជាសម្លេងស្មូតរបស់បងអូនស្រី ចាហើយរួម ចា ជាមួយនឹងលោកសាស្ត្រាចារ្យយ៉ាន់បូរិន ចា ផងដែរ ចា
ចេញលក់ឲ្យទៅនៅ ចានៅក្នុងស្រុកខ្មែរអត់តាន់មាន តែនៅឯសហរដ្ឋអាមេរិកមានចាមានចេញលក់ឲ្យដែលជាទឹកដមសំនៀងរបស់បងស្រីផ្ទាល់ជាមួយនឹងលោកសាស្ត្រាចារ្យយ៉ាន់មុរិនណាចាហើយនេះក៏ជា CD ដែរចាគឺនាងខ្ញុំរៀបចំដោយខ្លួនឯងនៅពេលដែលនាងខ្ញុំទៅសហរដ្ឋអាមេរិកលើកទី2គឺនាងខ្ញុំបាននាំ CD នេះជាង 1000 CD ទៅចែកជូនចាស់អូចារៀបរៀងដោយខ្លួនឯងចាចុះប្រធានបទនេះជានិយាយទៅគឺការប្រមូលបទស្មូតការប្រមូលបទស្មូតចាស់យើងយកមកស្មូតឡើងវិញដោយខ្លួនឯងហើយយើងក៏រៀបរៀងជា CD ចឹងទៅដើម្បីចែកជូនចាស់ចានៅទីនោះទៅគាត់ស្ដាប់ទៅល្អដែរចាហើយមួយនេះចាមួយហ្នឹងគឺជា DVD បងដោយសារតាខាងពួកគាត់គ្រប់គ្រងទៅលើសម្លេងនឹងខ្ញុំអញ្ចឹងទិវាអ្នកមានគុណដែលគេប្ររពជាលើកទី1នៅលោកបាលហ្នឹងគេសំណុំពរនឹងខ្ញុំធ្វើជាវីដេអូស្មូតនេះដើម្បីចាក់នៅក្នុងបនទិវាអ្នកមានគុណចាល្អមែនតើចាបងអូនស្រីអាចមានឱកាសធ្វើបានជាច្រើននៅពេលដែលបងអូនស្រីមានឱកាសទៅសម្ដែងនៅសហរដ្ឋអាមេរិកចាអញ្ចឹងបងអូនស្រីអាចបានថវិកាពីពួកគាត់មានទេមានគេជូនថវិកាបងអូនទេមានបងដោយសារតែយើងចែកជូនពួកគាត់ជាធម្មទានអញ្ចឹងគាត់ក៏មានទានឲ្យយើងវិញចាត្រូវហើយព្រោះថាអ្នកទៅបងប្អូនខ្មែរនៅទីនោះគាត់ជួយសិល្បៈយើងណាព្រោះថានៅពេលដែលទៅដល់អញ្ចឹងគាត់គិតថាជាការលើកទឹកចិត្តអញ្ចឹងទៅព្រោះថានឹកឃើញថាយើងធ្វើដំណើរពីឆ្ងាយបន្តិចអ្នកតិចក៏យើងអាចមានទុនមកធ្វើអ្វីបន្តទៀតណាចាបងចាសម្រាប់ឆាកជីវិតរបស់បងអូនលើកទី1ដែលបងអូនបានទៅសហរដ្ឋអាមេរិកដែរនឹកឃើញសម័យថាជីវិតរបស់ខ្លួនឯងនឹងទៅដល់នៅថ្ងៃនោះដែរទេមិនដែលមានដូចថានឹកឃើញទេព្រោះអីជំនាញយើងខាងស្មូតអីអញ្ចឹងវាមើលទៅថាគ្មានណាគេចូលចិត្តគេចាប់អារម្មណ៍អីអញ្ចឹងណាប៉ុន្តែក្រោយមកឮសូរតំណែងគេប្រាប់ថាសិពៅចង់ទៅអាមេរិកទេខាងអង្គការគេខលមកអូយសុវ័យចិត្តលឿនអត់តាន់បានទៅគាត់នៅលឺគាត់ទៅពេលអញ្ចឹងថាចង់ហើយគេថាមានគេចង់ឲ្យសិពៅទៅតក្រោយមកទៀតចិត្តចូលឆ្នាំមុនទៅមួយខែហ្នឹងមិនគេប្រាប់ថាច្បាស់លាស់ថាគេនឹងឲ្យទៅអញ្ចឹងក៏រៀបចំអីផ្សេងទៅសុវ័យចិត្តណាស់ពេលហ្នឹងចាព្រោះថាយើងនឹកស្មានមិនដល់ព្រោះថាអ្នកសិល្បៈអ្នកសម្ដែងទៅគាត់ងាយព្រោះថាគាត់ទៅសម្ដែងទៅអីទៅយើងស្មូតស្រួលគេអត់ស្ដាប់ទេហ្នឹងហើយប៉ុន្តែអ្វីដែលយើងនឹកស្មានមិនដល់នៅពេលដែលចូលរួមនៅក្នុងកម្មវិធីអារម្មណ៍របស់ខ្លួនឯងលើកដំបូងអារម្មណ៍គិតថាភ័យផងអផងប៉ុន្តែនៅពេលដែលឃើញមានភ្ញៀវគេចូលតាំងភ្ញៀវជាតិមិនថាតែខ្មែរមានតាំងអាមេរិកគេមានលក់សមុទ្រទេលើកទី1គេមានលក់ពេលក្រោយមកគេរៀបចំកម្មវិធីជប់ជុំខ្មែរអញ្ចឹងចាពេលហ្នឹងយើងសម្ដែងទៅពេលចប់ទៅគេគាំទ្រគេចាប់កម្មវិធីគេនៅមកនិយាយមួយយើងគេមកសួរនាំផ្សេងអញ្ចឹងសុវ័យចិត្តណាចាមានអារម្មណ៍មួយថាជំនាញដែលយើងចាប់យកនេះគឺឥឡូវនេះគឺមានតម្លៃសម្រាប់ខ្លួនយើងហើយតម្លៃមែនតើចាពីមុនយើងគិតថាអត់មានតម្លៃមែនទេចាគិតថាមានតែដូចថាការច្រៀងអីផ្សេងវាមានទីផ្សារច្រើនសម្រាប់ស្មូតនឹងខ្ញុំតែងតែគិតថាធ្វើមិនឲ្យតែចេះហើយតែបន្តឲ្យក្មេងក្រោយទៀតចាទៅដល់ទីនោះចាលោកអ៊ំលោកពូអ្នកមីងគាត់បានពិភាក្សាជាមួយបងអូនស្រីពៅអ្វីខ្លះហើយផ្ដល់ការលើកទឹកចិត្តដល់បងអូនអ្វីខ្លះចាគាត់ថារៀនតាំងពីតាំងពីអាយុប្រហែលហើយរៀនជាមួយអ្នកណាអីអញ្ចឹងហើយគាត់ថាខំបន្តទៅទៀតគាត់ស្រឡាញ់ណាខាងសិល្បៈស្មូតហ្នឹងហើយខ្ញុំហ្នឹងខំធ្វើយ៉ាងម៉េចដើម្បីថាជាបន្តទៅឲ្យក្មេងក្រោយជាឱកាសលើកទី1ចុះហេតុអីបានជាយើងមានឱកាសលើកទី2នៅក្នុងកម្មវិធីអ្វីដែរតែនៅពេលទៅសហរដ្ឋអាមេរិកលើកទី2នោះចាលើកទី2ហ្នឹងគឺដោយសារតាការរៀបចំរបស់នាងខ្ញុំផ្ទាល់ហើយជាមួយនឹងមិត្តភ័ក្ដិខ្ញុំម្នាក់គាត់ជនជាតិអាមេរិកកាំងហ្នឹងគាត់ដូចថាពួកយើងយល់ឃើញថាមានការគ្រប់គ្រងសម្រាប់បនចូលឆ្នាំផងឥឡូវដល់បនប្រជុំបិណ្ឌអញ្ចឹងយើងស្មូតហ្នឹងវាត្រូវបនប្រជុំបិណ្ឌអញ្ចឹងក៏រៀបចំឲ្យតាក់តងទៅខាងខ្មែរនៅទីនោះអ្នកដែលខ្ញុំធ្លាប់ស្គាល់កាលពីទៅលើកទី1ហ្នឹងគេថាអូសៃពៅមានគំនិតចង់មកអញ្ចឹងល្អអញ្ចឹងគេជួយជ្រោមជ្រែងគ្រប់កន្លែងអញ្ចឹងបាន
សម្រាប់ចាត់ថាទៅម្ដងទៀត ចាពេលទៅម្ដងទៀតយ៉ាងម៉េចលើកទី2ជោគជ័យជាងលើកទី1ឬមួយយ៉ាងណាដែរ ជោគជ័យ នេះអត់ទៅតាមរយៈអង្គការមានទេចាតាមរយៈមិត្តភ័ក្តិ ចា លើកទី2យ៉ាងម៉េចដែរ លើកទី2មានការគ្រប់គ្រងច្រើនបងព្រោះអីបនប្រជុំឲ្យថាតាំងពីកាន់បិណ្ឌតាំងអីមានខ្មែរអីក៏ទៅវត្តច្រើន ទៅសូត្រនៅវត្តហ៎ ទៅសូត្រនៅវត្តចាតាំងអើយមានអើយអ៊ំខ្លះគាត់ប្រអាប់តាំងសៃពៅរស់ស៊ីបានតែនៅវត្ត ចា ព្រោះថាយើងស្មូតយើងត្រូវពីកម្មវិធីប្រជុំបិណ្ឌហ្នឹងមិនអញ្ចឹងហ៎សូត្រអ្វីខ្លះប្រធានបទអ្វីខ្លះពេលទៅប្រជុំបិណ្ឌណា សូត្រដូចជាប្រវត្តិពីខាងព្រះពុទ្ធសាសនាក៏ដូចជាខាងទំនួញប្រែត ដល់គេឲ្យសូត្រទំនួញប្រែត ចា ដែរ គេសំណុំពរឲ្យទំនួញ មានងើបសូត្រតាំងពីព្រឹកព្រលឹមអត់ អត់ទេមានតែពេលលោកឆានអី ចាពេលលោកឆានអញ្ចឹងទៅបានលោកតាលោកយាយអ៊ំអីគាត់ត្រូវតែស្ដាប់យើងលាន់អញ្ចឹងណា ស្ដាប់អូយនិយាយទៅគាត់ចូលចិត្តណាមួយបាត់ហើយមួយបាត់ទៀតគាត់សំណុំពរចា ចាអញ្ចឹងបានន័យថាសៃពៅគឺល្អហើយចាប់ជំនាញនេះអត់ខុសហើយ ខុស ពេលប្រជុំបិណ្ឌអាចទៅស្មូតទំនួញប្រែតទេ ចាឥឡូវចត់ឈ្មោះហើយគេថាតារាស្មូត ចាឱកាសតាំងពីលើកជាប័ណ្ណពិសោធន៍ហើយក៏ដូចជាយើងបានមានឱកាសឃើញពិភពលោកដ៏ទូលាយចាសម្រាប់ខ្លួនយើងហើយនៅពេលដែលត្រឡប់មកវិញយើងពំនាំនៅកំណត់អ្វីខ្លះសម្រាប់មកអភិវឌ្ឍសម្រាប់ខ្លួនយើងឡើងវិញ ចាគឺដូចជាយើងឃើញស្រុកប្រទេសគេឃើញការគ្រប់គ្រងរបស់បងប្អូនយើងនៅនោះអញ្ចឹងមានតែការខិតខំបន្តទៅទៀតចាដើម្បីអភិវឌ្ឍខ្លួនឯងចាមានគោលការណ៍យ៉ាងម៉េចដែរនៅពេលដែលយើងបានទៅដល់ហើយយើងគិតថាថ្ងៃណាមួយលើកទី3យើងត្រូវរៀបចំអ្វីដែលយើងទៅសម្ដែងលើកទី3ឲ្យខុសពីលើកទី2ចាគឺនាងខ្ញុំមានការគិតទុកថាបើសិនជាមានឱកាសលើកទី3នាងខ្ញុំសម្រិតសម្រាំងធ្វើយ៉ាងណាមានជា CD ដែលចម្រាញ់យកបទដែលល្អពីរោះយកទៅចែកជូនពួកគាត់ចាក៏តាមទៀត ចាឥឡូវបងចង់ឲ្យសៃពៅស្មូតបន្តិចណា ចាបងចាស្មូតប្រធានបទអីដែរ បើសិនជាធម្មខណ្ឌអី ចាខ្ញុំអាចស្មូត អូខេបទអី ទំនួញនាងមេត្រីចា អូខេចាទំនួញនាងមេត្រីចាមកខាន់ចាណាចាចាប់ដើមត្រៀម1 2 3 អង្គអោព្រះសូរិយាអើយព្រះសូរិយាថ្ងៃណាក៏កាន់តែទុនទៀបទៅហើយជាលីកណ្ហើយមាងម្ដាយអើយម្លេងហើយសំអ្នកមើលផ្លូវម្ដាយចាប់ហើយតែមកខាន់ហ្នឹងឯង ខាន់ អើយបងអត់ដឹងថាសៃពៅស្មូតព្រោះអញ្ចឹងសោះនេះអញ្ចឹងមានអារម្មណ៍ថាចង់ទៅរៀននេះ ចាមានអីបង អូយច្រើនឆ្នាំហើយណាសៃពៅ ចា ប៉ុន្មានឆ្នាំហើយសៃពៅរៀន 7 ឆ្នាំ ងាប់ហើយតម្រាំបងរៀនចេះបងចាស់បាត់ហើយអស់សំឡេងបាត់ហើយ ចាស់ដល់រត់ទៅត្រូវប៉ាន់ទៀត អស់សំឡេងលេងបរោះហើយចានៅពេលដែលសៃពៅទៅអាមេរិកភាគច្រើនគេសំណុំពរសៃពៅស្មូតបទអី គេសំណុំពរដូចជាបទទំនួញនាងសិរិមហាមយាអីដែលជាម្ដាយរបស់ព្រះពុទ្ធណា ចាឥឡូវសូមសាកបន្តិចទៀតណាបងរាប់ជូន1 2 3 អោប្រងពុនលោក មៀងម្ដាយកូនណាយអ្នកស្គមអ្វីម្លេះណា
ម្ដាយស្ដាយនាងពេកអត់អប់ប្រមាឧបមាយ៉ាងណាក៏ពុំបាន ចា ចាប់ពេលដែលស្មូនអញ្ចឹងនៅពេលដែលយើងដាក់មនោសញ្ចេតនាដូចយើងចូលតួអញ្ចឹងដែលបង្ហូរទឹកភ្នែកអត់ ចាធ្លាប់ដែរបងដែលថាដូចជាបត់ដែលតាក់ទងទៅគុណពុកគុណម្ដាយអញ្ចឹង ចា ពេលយើងសូត្រទៅយើងមានអារម្មណ៍ថាសង្វេគនឹកដល់ពួកគាត់អញ្ចឹងខំបីបាច់ថែរក្សាយើងអញ្ចឹងធ្លាប់គិតទៅបញ្ចូលអារម្មណ៍ទៅធ្លាប់ហៅទឹកភ្នែកដែរ ចាព្រោះថាការដែលស្មូតហ្នឹងតាមដែលបងសង្កេតមើលឃើញនៅពេលដែលយើងត្រូវធ្វើឲ្យខ្លួនយើងឲ្យមានលំនឹងល្អយើងត្រូវស្មឹងស្មាតមិនអញ្ចឹងហ៎ការស្មឹងស្មាតហើយយើងបញ្ចូលអារម្មណ៍របស់យើងនៅតែមួយអញ្ចឹងនេះវាអាចធ្វើឲ្យយើងលងលក់ទៅតាមអត្តន័យនៃបទយើងសូត្រហ្នឹងទៅអាចឲ្យយើងហូរទឹកភ្នែកបានដូចជាយើងសម្ដែងកុនអញ្ចឹងណា ចាបង កាលណាចូលតួមិនបាច់គេបខំឲ្យយំទេត្រូវយំឯង ចាដូចនាងខ្ញុំចាំពេលដែលនាងខ្ញុំទៅស្មូតនៅរដ្ឋមួយរដ្ឋ Las Vegas ចា នាងខ្ញុំពេលដែលសូត្រហ្នឹងនាងខ្ញុំអត់ដែលបើកភ្នែកទេតែបិទភ្នែកអញ្ចឹងគ្រាន់តែសូត្រចាប់បើកភ្នែកឃើញបងប្អូនយំទាំងអស់អញ្ចឹងខ្ញុំថាដល់ពេលចាប់ហ្នឹងគាត់ប្រាប់ខ្ញុំថានៅពេលគាត់ឮសូរសំឡេងស្មូតចឹងគាត់នឹកស្រុកខ្មែរចាហេតុអីបានជាពេលដែលសូត្រម្ដងយើងត្រូវបិទភ្នែក ឲ្យអារម្មណ៍យើងមូលបង ចាកាលណាយើងបើកភ្នែកយ៉ាងម៉េចយើងអាចឃើញមនុស្សឃើញអីអារម្មណ៍យើងបែក អារម្មណ៍អត់មូលអញ្ចឹងយើងត្រូវការភាពស្ងប់ចា នៅពេលដែលបងអូនសូត្រមានភ្លេងជាមួយកូតត្រឬក៏មានអីអមអត់ភាគច្រើនយើងស្មូតអត់ភ្លេងច្រើនជាងចាប៉ុន្តែបើស្មូតមានភ្លេង អានេះគឺថាឥឡូវសម័យឥឡូវគេកែច្នៃ ចាគេកែច្នៃចារបៀបជាសូត្រកំណាមានកូតអមនៃត្រអីចឹងណាចាចាតែស្មូតពាក្យថាស្មូតតាំងពីដើមមកដែលមានភ្លេងជំនួស គឺត្រូវតែស្ងៀមស្ងាត់មកចាលោកអ្នកនឹងអាចជួបជាមួយនឹងចាបងអូនស្រីអសេទៅនៅក្នុងវគ្គក្រោយជាបន្តទៀតនៅក្នុងពេលនេះសូមអនុញ្ញាតសម្រាប់បទសិន ដល់សនជីវិតបាត់សង្ខាបាត់ហ្នឹងខ្ញុំរៀនជាមួយលោកគ្រូមួយគាត់ឈ្មោះលោកគ្រូព្រំអ៊ុតតែគាត់បានចែកឋានទៅហើយ សូមអរគុណម្ចាស់ឧបត្ថម្ភកម្មវិធី EasyCom Infinity Insurance ស្វាគមន៍សាជាថ្មីនៅក្នុងកម្មវិធីស៊ីតាន់ប៉21វគ្គបញ្ចប់ចាសូមបន្តកិច្ចសម្ភាសជាបន្តទៀតស្ដាប់សៃពៅស្មូតទៅមានអារម្មណ៍ថាស្មឹងស្មាតទៅដូចចង់លងលក់ចង់ឲ្យសៃពៅសូត្រទំនួញប្រែតបន្តិចហ៎បងចាព្រោះថាស្ដាប់ទៅកាន់ព្រោះទៅចាបងចាអូខេឥឡូវសាកទំនួញប្រែតចាអត់ចាំប្រធានបទណា ចាបាត់ខ្លះនិយាយថាបាត់យើងរៀនច្រើនពេកអញ្ចឹងទៅបង ចាយើងអាចផ្លេចចាអូខេមកឃើញណា ចា ចាត្រៀម 1 2 3 ម៉ែអើរស់នៅប្រឹងព្រោះកូនដល់សនជីវិតបាត់សង្ខាមិនដឹងជាកើតណាយនៅទីណាជាមនុស្សទេវតាឬជាប្រែត អូយព្រោះមែនតាន ចា
ใส่เปิ้ลสมดมวยหน้าในแบบบะในขนมการสมดจริงกีมีบัตรbị bạนั่งเวียปีใบบัตรบัตรเมบัตรนั่ง จ้า คือโดยจีบัตรจานเมียบัตรนั่งปะบะจ้าสเลงใหญ่ตื้อเมียนตะครูปลอกปลอกกัดเธอบ้านละอให้ใส่ใส่เธอบ้านละตายเวียเละได้ทลอบสมดออนทลอบเป็นตายแล้วบัตรนั่งยมเรียนจมวยลูกครูมวยกัดจมูกลูกครูปรมอดตายกอดบ้านใจทานตายไงปีชนะยมเรียนก็บัตรนั่งเรียนจมูกกัดใบขายจ้ากัดเละแรงเฟยให้ได้ทาคางกับตัวนั่งเรียนขยมเนยตาเรียนจะล้อมติดจ้าอัดตอดอัดยกปลากาบานเลยตั้งไปบนบ้านจานได้สาบัดนั่งในขยมคานสดยูอะไรนั่งในขยมกับปงตารำลักวีถึงไม่รอครูน่าได้กอดใจบัดนั่งได้ป่วยลูกครูยมกอดบ้านใจทานใจแล้วบางจังไอ้บางฮาสำเนียงไทม์มือเคลียร์ติดตาแต่ตอนประเทศบัดไอ้จ้าก็ทัดสมดตะปรัวสมดใหญ่ตื้อบัดน้าก็ปรัวสำหรับเลี้ยงเกี่ยวจ้าอะไรนี่สมประเทศบัดกระรบก้นเม็ดดาใบดาโอเคจ้าจ้าสมเจนบ่ปัดลอกเม็ดดาใบดาก่อนนักคลาวสาเป็ดอ้อมใบตั้งปีก่อนกัดมีนรูปกายแนงตายควอลควายถ่ายแรงสางเอามาจังทลายวิเศษล้นเนร้องตกตะงนปนเป็ดนางปลัวคำใบบัดถ่ายแรงสางปมอาจปรณีเอาอ่องบ้านจ้าสดับบทนี้เต๋อบัสันจีปอนกดยูลพิอัตเนียกดประกอบที่เลิกดำไลกรบอปกเนี่ยมาได้เนี่ยเป็นคนระบายยืนบัดนี้เพียรช้านเนียนขยมโซตามกรรมทีตัวศาสนาเตียนพุทธศาสนาวัดสิทธิอันดาจ้าเนียนขยมเตยตามสลาเรียนเป็นจักจรารอบปอนเนี่ยเจ้ารวมจ้าใส่เปิ้ลจักเชียงสมัยอดจ้าเจ้าตับบองเจ้ามหารีจ้าเรียนสมัยทำมหารีแล้วสามมหารีที่สันแต่มาจังไอ้สามสมัยสามมหารีติดยังนะจ้าจับดาวมวยปีใบสังกรวาดาราเรียงเปรียดโปรงนาบองกายเยี่ยมกายงกายก่อนมอนกายเยี่ยมกายยงกายก่อนมอนมา
មហោរីពិបាកច្រៀងណាមែនទេស្រីពៅ ចាពិបាកដែរ ចាព្រោះថាវាមានចុះឡើងចុះឡើងចាពិបាកព្រោះថាអ្នកដែលហាត់ចុះហាត់មហោរីនេះយូរឆ្នាំទេបានចេះមហោរីនេះ ចាហាត់អើយជាមួយនឹងស្មូតហ្នឹងឯដែរចាដូចថាលោកគ្រូយ៉ាន់បរិនគាត់បរៀនស្មូតអញ្ចឹងឆ្លៀតឲ្យគាត់លោកគ្រូជួយបន្ថែមមហោរីតិចៗមកល្អចាចុះចម្រៀងសម័យវិញ ចាច្រៀងបានឲ្យគ្នា អត់មានហាត់ទេនឹងចេះឯងហ្មង ហ្នឹងច្រៀងតាមក្រៅនៅផ្ទះ ចាឥឡូវសុំសាកសម័យបន្តិចណា ចា ចាហោះ1 2 3 រលកដួងចិត្តជីវិតស្នេហាប្រាប់ថាជាតិនេះចំបែងរស់នៅកំព្រីរងាម្នាក់ឯងសងរែងព្រោះក្តីស្នេហ៍ស្នង ព្រោះអាចឡើងកម្មវិធីមុនស្នេហ៍ស្នេហ៍ ចាបង ព្រោះតែអត់ដឹងថាស្រីពៅចេះច្រៀងមានតាំងមហោរីក៏ស្រីពៅចេះសម័យក៏ស្រីពៅចេះអញ្ចឹងថ្ងៃក្រោយទៅថ្ងៃក្រោយគេអាចតំណងការងារបានច្រើន ចាបង មិនថាចេះស្មូតទេអញ្ចឹងស្រីពៅត្រូវហាត់បន្ថែមទៀត ចាត្រូវ តែសម័យឲ្យយើងចេះឲ្យបានច្រើនទៅល្អហើយតមកយើងចេះមហោរីប្រពៃណីយើងត្រូវចេះទាំងអស់ ចាបង ប្រពៃណីចេះដែរណា ចាធ្លាប់ច្រៀងច្រើន ចាចុះមានដែរទៅច្រៀងពិធីមង្គលការអីគេទេ អត់ដែរផងព្រោះអត់មានឱកាស អញ្ចឹង ចាចេះច្រៀងប៉ុន្តែយើងអត់មានឱកាស មកទាំងការពីខ្លះគេដឹងថាស្រីពៅចេះតែស្មូត ចា អញ្ចឹងគេគិតថាកម្មវិធីស្មូតតតាក់តងបនទៀន ចា អញ្ចឹងកម្មវិធីសบายមិនអាចយកអ្នកស្មូតទៅបានទេប៉ុន្តែបើគេដឹងថាស្រីពៅចេះទាំងអស់ហ្នឹងល្អ ចាបង ព្រោះថាសម្លេងស្រីពៅនៅពេលដែលមានពិធីមង្គលការអីយើងអាចច្រៀងកំដរភ្ញៀវអីចឹងល្អមែនតើ បានដែរបង ចាអរគុណចំពោះស្រីពៅដែលថ្ងៃនេះបានរៀបរាប់ពីជីវប្រវត្តិការតស៊ូក្រេបយកចំណេះវិជ្ជាអ្វីដែលជាមុខជំនាញរបស់យើងស្រឡាញ់ដែលយើងគិតថាមើលទៅប្រហែលជាមិនអាចរកថវិកាបានទេសម្រាប់ខ្លួនឯងតែទីបំផុតគឺមានតម្លៃសម្រាប់ខ្លួនឯងមែនតើចាជាចុងក្រោយមានអ្វី5ផ្ញើនៅពេលដែលវត្តមានស្រីពៅចូលរួមនៅក្នុងកម្មវិធីរបស់បងហើយជាពិសេសចង់ឲ្យ5ផ្ញើដល់បងប្អូនជំនាន់ក្រោយៗដែលគាត់គិតថាមុខជំនាញខាងស្មូតនេះគឺជាមុខជំនាញមួយដែលគួរមិនចាប់អារម្មណ៍ចា ចាជាការចុងក្រោយនេះខ្ញុំក៏សូមគោរពអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកមានគុណទាំងពីរដែលផ្ដល់ឱកាសពេលវេលាឲ្យនាងខ្ញុំបានរៀនសូត្រចាហើយក៏សូមអរគុណទៅដល់សិល្បៈខ្មែរមតៈដែលនាងខ្ញុំចាត់ទុកថាជាឪពុកម្ដាយទី2ចាហើយក៏សូមអរគុណទៅដល់បងប្អូនខ្មែរដែលរស់នៅសហរដ្ឋអាមេរិកក៏ដូចជាប្រទេសផ្សេងៗទៀតដែលស្គាល់នាងខ្ញុំចាហើយសូមអរគុណទៅដល់បងស្រីចាទៅដល់ស្ថានីយ៍ទូរទស្សន៍ CTN ដែលផ្ដល់កិត្តិយសនាងខ្ញុំបានចូលរួមនៅក្នុងកម្មវិធីនេះចាហើយនាងខ្ញុំក៏សូមផ្ដាំផ្ញើទៅដល់យុវវ័យទាំងអស់ចាគឺថាបច្ចុប្បន្នយើងមានអ្នកដឹកនាំមួយដ៏ល្អអញ្ចឹងមានយើងមានឱកាសមួយដ៏ល្អយើងត្រូវតែចាប់យកឱកាសនេះឲ្យបានគឺការខិតខំរៀនសូត្រនេះចាព្រោះថាការរៀនសូត្រគឺសំខាន់ណាចាដូចស្រីពៅចឹងចាបើសិនជាមិនមានអ្នកដែលគឺជួយឧបត្ថម្ភយើងទេយើងមិនមានឱកាសទេប៉ុន្តែបើសិនជាយើងមានឱកាសហើយយើងទៅចាប់យកឱកាសរបស់យើងនឹងឲ្យបានយើងមិនអាចបដែតបដោយពេលវេលានឹងឲ្យកន្លងផុតទៅបានទេចាអរគុណដល់បងអូនស្រីចាជូនពរបងអូនស្រីជោគជ័យការងារបន្ថែមទៀតណាចាបងចាអរគុណលោកអ្នកជាទីគោរពនិងជាទីមេត្រីពេលវេលាកម្មវិធីសិល21នៅក្នុងពេលនេះបានដល់ទីបញ្ចប់ហើយវត្តមានបងអូនស្រីពៅដែលចូលរួមនៅក្នុងកម្មវិធីរបស់នាងខ្ញុំហើយសង្ឃឹមថាបងប្អូនយុវវ័យទាំងអស់គ្នានៅពេលដែលបានស្ដាប់ជីវប្រវត្តិរបស់គាត់ហើយនៅពេលដែលស្ដាប់នៅការរៀបរាប់ចាពីបទពិសោធន៍ការងាររបស់គាត់កន្លងមកចាសង្ឃឹមថាបងប្អូនទាំងអស់គ្នាបើសិនជាយើងមានគោលចំហអ្វីមួយហើយបើសិនជាយើងមានសេចក្តីប៉ងប្រាថ្នាអ្វីមួយយើងចង់បានអ្វីមួយយើងត្រូវពុកពីគ្រប់ឧបសគ្គទាំងអស់ត្រូវធ្វើការងារនោះឲ្យបានហើយកុំគិតថាការងារនោះគឺជាការងារបរាជ័យសម្រាប់យើងឲ្យសោះការបរាជ័យគឺជាបទពិសោធន៍សម្រាប់យើងដើម្បីរកឱកាសរកផ្លូវដើរទៅចាប់យកឱកាសមួយទៀតចាអ្វីក៏ដោយអតីតកាលគឺជាគំរូមួយសម្រាប់ថ្ងៃអនាគតកាលចាត្រូវជឿជាក់លើខ្លួនឯងត្រូវសង្ឃឹមទៅលើខ្លួនឯងដើម្បីអនាគតខ្លួនឯងចាជូនពរឲ្យលោកអ្នកនៅក្នុងរាត្រីនេះសុបិនល្អហើយជួបជាមួយនឹងកម្មវិធីស៊ីតាន់បង21របស់នាងខ្ញុំនៅសប្តាហ៍ក្រោយម្ដងទៀតតាមពេលវេលាម៉ោងដដែលយើងខ្ញុំទាំងពីរអ្នកសូមអរគុណសូមជម្រាបលា
cho môi những lục mày rực nơi sắp đá này dương miên bật cả sầm khăn để trời thuật thà thị bài nâng bị phía chun ở chôn rồng chiết bật cả sầm khăn nằm bông để khăn ông ở cả này rồi dễ pi thằng ngày thì đọc bẩm muốn nâng tìm một thầy khẽ cả đá chữ năm pi pon đọc môi này cả đá bạcប្រជាchôn Campuchia bàn bờ rộp son đập bànประจำชnămរបស់ខ្លួនលើកទី35នីតិកាលទី5បានប្រព្រឹត្តទៅនៅមណ្ឌលកំសាន្តកោះពេជ្រខ្ញុំសូមជម្រាបថាគណៈបកប្រជាជនការរៀបចំសន្និបាតប្រចាំឆ្នាំនេះគឺមានរៀងរាល់ឆ្នាំហើយឆ្នាំនេះគម្រប់លើកទី36នីតិកាលទី5របស់គណៈបកប្រជាជនក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចទាំង3តែជាថ្នាក់ដឹកនាំកម្ពុជារបស់គណៈបកសន្និបាតលើកទី36នៅឆ្នាំនេះគឺគណៈបកបានបើកទូលាយពីព្រោះកន្លងមកគឺធ្វើនៅស្នាក់ការកណ្ដាលគណៈបកប្រជាជនកម្ពុជានៅក85ហើយទំហំសាលដែលផ្ទុកសមាជិកាគណៈកម្មាធិការកណ្ដាលគណៈបកនៅបានប្រមាណជា800ទៅ1000នាក់ប៉ុន្តែជាទូទៅ800នាក់ប៉ុន្តែសម្រាប់ឆ្នាំនេះគឺគណៈបកបានបើកទូលាយដល់ទៅ2000នាក់ចូលរួមមានន័យថាទៅដល់ស្រុកទូទាំងប្រទេសតំណាងគណៈបកស្រុកគ្រប់មូលដ្ឋានតែប៉ុណ្ណោះមូលដ្ឋានចូលរួមប្រមាណជា2000នាក់ហើយនៅក្នុងសន្និបាតគណៈបកប្រជាជននេះពីថ្ងៃ19កន្លងទៅនេះជាថ្ងៃបើកឆាកនៃសន្និបាតប្រចាំឆ្នាំសម្ដេចអគ្គមហាធម្មពលតិសាលគតិព្រឹទ្ធបណ្ឌិតជាស៊ីមប្រធានគណៈបកលោកបានលើកឡើងជាថ្មីម្ដងទៀតនៅជំហររបស់គណៈបកប្រជាជនកម្ពុជាក្នុងការគាំទ្រអំពីដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមនៃសាលាក្តីគណៈបកប្រជាជនប្រកាន់នៅគោលជំហរមួយគាំទ្រក៏ប៉ុន្តែធ្វើយ៉ាងណាគឺដំណើរក៏ប្រព្រឹត្តទៅនៃអង្គជំនុំជម្រះនេះត្រូវឈរ